កុំធ្វើខ្លួនឲ្យល្អឥតខ្ចោះពេកបង្ហាញចំណុចខ្វះខាតរបស់អ្នកការពារកុំឲ្យមានការច្រណែននេះគឺជាច្បាប់ទី46នៃច្បាប់ទាំង48នៃអំណាចក្នុងច្បាប់នេះគេថានៅពេលដែលយើងល្អឥតខ្ចោះពេកមិនដែលខុសមិនដែលបរាជ័យមិនដែលក្រោមអ្នកណាធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថាមិនស្រួលក្នុងចិត្តធ្វើឲ្យអ្នកដទៃមានអារម្មណ៍ច្រណែនអញ្ចឹងហើយដើម្បីការពារនៅឥទ្ធិពលរបស់យើងនិងដើម្បីការពារកុំឲ្យคล้ายទៅជាគោលដៅរបស់គេម្ដងម្កាលយើងត្រូវចេះបង្ហាញនៅកង្វះខាតរបស់យើងបង្ហាញនៅកំហុសតិចតួចរបស់យើងនៅក្នុងច្បាប់នេះគេថាជាសារជាតិរបស់មនុស្សគឺតែងតែប្រៀបធៀបរវាងខ្លួនទៅនឹងអ្នកដទៃអញ្ចឹងហើយនៅពេលដែលឃើញអ្នកដទៃដែលល្អឥតខ្ចោះគឺធ្វើឲ្យគេមានអារម្មណ៍ថាច្រណែនហើយការច្រណែននេះគឺវាស្ងប់ស្ងាត់ក៏ប៉ុន្តែនៅពេលដែលវាលេចចេញមកគឺវាលេចចេញជាលក្ខណៈទ្រង់ទ្រាយធំដែលវាមានគ្រោះថ្នាក់បំផុតនៅក្នុងនេះគេថាមនុស្សកាន់តែស្និទ្ធស្នាលជាមួយនឹងយើងមិនថាតែជាមិត្តភ័ក្តិក្រុមគ្រួសារឬក៏អ្នកធ្វើការជាមួយទេអាភាពច្រណែនហ្នឹងគឺកាន់តែគ្រោះថ្នាក់អញ្ចឹងត្រូវធ្វើម៉េចបាទគេមាន3ចំណុចដើម្បីជួយទី1គឺយើងត្រូវចេះបាទបន្ទាបនៅភាពខ្លាំងរបស់យើងឬក៏បន្ទាបខ្លួនយើងថានៅពេលដែលយើងទទួលបានជោគជ័យអីមួយយើងថាការជោគជ័យនេះគឺវាដោយសារតែសំណាងទេបាទដោយសារតែវាត្រូវពេលវេលាដោយសារតែវាមានការជួយពីអ្នកដទៃទេបានជោគជ័យហ្នឹងណាទី2គឺយើងចេះបង្ហាញនៅកង្វះខាតរបស់យើងថាអូខ្ញុំអត់សូវចាំឈ្មោះហ្មងទេអត់សូវចេះចាំឈ្មោះគេហ្មងទេខ្ញុំអត់សូវចេះនិយាយលេងហ្មងទេបាទទី3គឺយើងត្រូវចេះ share នៅ credit ជាមួយនឹងអ្នកដទៃយើងថាការងារនឹងជោគជ័យដោយសារតែបុគ្គលកខគោបាទគាត់ផ្ដល់នូវគំនិតនឹងគាត់ជួយបែបនេះបាទដើម្បីឲ្យការងារនឹងទទួលជោគជ័យបាទអញ្ចឹងនៅពេលដែលយើងបង្ហាញនៅភាពខ្វះខាតរបស់យើងគឺធ្វើឲ្យយើងคล้ายទៅជាមនុស្សមួយដែលជាមនុស្សសាមញ្ញមិនមែនជាព្រះដែល perfect 100% ទេបាទនៅពេលដែលយើងជាមនុស្សធម្មតាគឺវាធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថាស្និទ្ធស្នាលជាមួយនឹងយើងមានអារម្មណ៍ថាមិនសូវប្រឆាំងជាមួយនឹងយើងទេនៅក្នុងនេះគេលោកឧទាហរណ៍ពីមនុស្ស2នាក់ដែលជាសម្លាញ់នឹងគ្នានៅក្នុងឆ្នាំ1950នៅទីក្រុងឡុងដុនឈ្មោះថា Orton ហើយនិង Hamivel បាទអ្នកទាំងពីរនេះគឺជាអ្នកនិពន្ធហើយដែលជាមិត្តភ័ក្តិនឹងគ្នាហើយកំសត់កំរជាមួយនឹងគ្នាណាបាទធ្លាប់ទៅសេរឿងចូលគ្នាធ្លាប់បាទជាប់គុកជាមួយនឹងគ្នាដោយសារតែធ្វើឲ្យខូចនៅសភៅនៅក្នុងបណ្ណាល័យនៅពេលមួយនោះអត់តុនគាត់ទៅសេរឿងទៅគាត់ល្បីអញ្ចឹងគាត់ទទួលនៅ award ទទួលនៅភាពជោគជ័យនៅលុយនៅអីជាច្រើនហើយ Hamivel វិញគឺជីវិតរបស់គាត់នៅតែ struggle ដដែលអត់តុនគាត់ជួយមិត្តភ័ក្តិរបស់គាត់នឹងដែរក៏ប៉ុន្តែការជួយនឹងគឺធ្វើឲ្យកាន់តែឃើញនៅគម្លាតរវាង Horton ហើយនិង Hamivel គឺមានអារម្មណ៍ថាចាប់ផ្ដើមបាទចំណែនអត់តុនទៅចំណែនអត់តុនទៅពីមួយថ្ងៃទៅមួយថ្ងៃចុងក្រោយនៅក្នុងឆ្នាំ1967 Hamivel បានវាយអត់តុនឲ្យស្លាប់ដោយញញួរចំនួន9ញញួរហើយគាត់ក៏បានលេបថ្នាំបញ្ចប់ជីវិតរបស់គាត់ផងដែរអញ្ចឹងយើងឃើញថាបាទមិត្តភាពคล้ายទៅជាការសម្លាប់គ្នាដោយសារតែការច្រណែនដោយសារតែអត់តុននឹងគាត់ជាមនុស្សដែល perfect ពេកគាត់មិនបង្ហាញនៅភាពខ្វះខាតរបស់គាត់ដែលធ្វើឲ្យការចំណែនកាន់តែខ្លាំងទៅបើសិនបើអ្នកទាំងអស់គ្នាជួបប្រទះនៅបញ្ហាចំណែននៅក្នុងជីវិតរបស់អ្នកទាំងអស់គ្នា share វីដេអូនេះអរគុណច្រើន